ឆាបអកត្រីប្រាឬក៏បងប្អូនខ្លះគាត់ហៅថាជឿនផ្អកត្រីប្រាមុខម្ហូបមួយមុខនេះនិយាយពីថារសជាតិវិញឆ្ងាញ់ខ្លាំងមែនតើបងប្អូនអើយនិយាយទៅរវល់តែឆ្ងាញ់ម្នាក់ឯងភ្លេចខ្លួនហ្នឹងគឺថាដឹងតែអស់បាយពី3ចានតែម្ដងហើយមកដល់ថ្ងៃនេះគឺថាពិធីបុណ្យភ្ជុំបិណ្ឌហ្នឹងបានបញ្ចប់ដោយបរិបូរណ៍ហើយសម្រាប់មកខ្ញុំវិញបានលើកចង្ហាន់ទៅវត្តបានតែមួយវត្តគត់ចុះបងប្អូនវិញបានទៅប្រហែលវត្តដែរនិយាយទៅឆ្នាំនេះគឺថារៀងកំសត់បន្តិចហើយបងប្អូនអើយសំបីតែបុណ្យភ្ជុំបិណ្ឌហ្នឹងក៏អត់បានទៅលេងស្រុកកំណើតដែរចង់និយាយថានៅតែផ្ទះសោះបងប្អូនអើយប៉ុន្តែជីវិតវិញគឺថារោគរាក់សាហាវតែម្ដងសម្រាប់បងប្អូនដែលវិលត្រឡប់ពីដើរលេងបុណ្យភ្ជុំបិណ្ឌនឹងវិញបើសិនជាដាច់ដៃអីដូចខ្ញុំកុំភ្លេចសេរីស្រង់មុខម្ហូបឆាផ្អកមួយមុខនេះនិយាយទៅចំណាយលុយអស់តិចហើយរសជាតិហ្នឹងក៏ឆ្ងាញ់ដែរចំណាយលុយទិញផ្អកអស់ប្រហែលជា4-5ពាន់ហើយនឹងបន្លែចុចតែ2-3,000អីទៀតមកគឺថាញ៉ាំបានគ្នាឡើងមកផ្ទះហៅបងប្អូនអើយហើយចំពោះរបៀបឆាវិញគឺខ្ញុំដាក់ប្រេងឆាចូលទៅបន្ទាប់មកដាក់ខ្ទឹមសខ្ទឹមក្រហមច្រាំហ្នឹងលីងវាឲ្យឡើងក្លិនឈ្ងុយប្រេងឆាបងប្អូនដាក់តែបន្តិចបានហើយកុំដាក់ច្រើនដូចខ្ញុំអញ្ចឹងខ្ញុំចាក់រៀងជ្រុលដៃអញ្ចឹងហើយក៏ខ្ជិលដួសចេញវិញអញ្ចឹងណាបងប្អូនបន្ទាប់ពីលីងខ្ទឹមសខ្ទឹមក្រហមនឹងឈ្ងុយហើយគឺខ្ញុំដាក់ផ្អកនឹងចូលទៅតែម្ដងផ្អកនឹងគឺខ្ញុំហាន់វាជាដុំតូចៗមកល្មមបងប្អូនចង់ដាក់សាច់ជ្រូក3ជាន់ឆាលាយជាមួយនឹងផ្អកនឹងទៀតក៏បានដែរឆាផ្អកនឹង2-3ត្រឡប់ឲ្យវារៀងឆ្អិនបន្តិចសិនទៅបានខ្ញុំដាក់ស្ករត្នោតហើយនឹងប៊ីចេងចូលទៅរសជាតិអីហ្នឹងបងប្អូនភ្លក់ទៅតាមចំណង់ចំណូលចិត្តឬក៏បងប្អូនចង់បន្ថែមជាទឹកអំពិលទុំអីទៀតក៏បានដែរហើយឆាវាឲ្យចូលជាតិសព្វល្អទៅបន្ទាប់មកបន្ថែមគល់ខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសចូលឆា2-3ត្រឡប់ទៀតចុងក្រោយដាក់ស្លឹកខ្ទឹមចូលទៅគឺថាផ្អកឆាហ្នឹងបានឆ្អិនរួចរាល់ជាការស្រេចហើយបងប្អូនគឺថាឡើងតំណងខ្លាំងមែនតែនហើយវីដេអូធ្វើម្ហូបថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច follow page នាងខ្ញុំម្នាក់មួយផងណាអរគុណ